បងប្អូននេះតំណងមែនតើជាមួយនឹងម្ជូរព្រៃត្រីឆ្លាំងបាទហើយខ្ញុំនេះចូលចិត្តតកួននេះរៀងផុយបន្តិចសម្រាប់បងប្អូនយើងហ្វេនដែលគាត់មិនចូលចិត្តអឺតកួនឲ្យលួយពេកក៏ដាក់តាមមកសបកទៅលើក៏បានតែសម្រាប់ខ្ញុំចូលចិត្តតកួនបែបផុយណានេះតំណងមែនតើហើយយើងបន្ថែមជាមួយម្រះព្រៅចុងក្រោយទៅរួចហើយឥឡូវឃើញថាសាច់ត្រីរបស់យើងក៏បានឆ្អិនបាទហើយក៏ដូចជាថាផុយល្មមមកឆ្ងាញ់ហើយអញ្ចឹងយើងនេះបងប្អូនឃើញតំណងខ្លាំងមែនតើណាសាច់ត្រីឆ្លាំងរបស់យើងហ្នឹងបាទនិយាយរួមទៅខ្ញុំទៅផ្សារបាទទិញ3ក្បាលបាទយើងដាក់ម្ជូររដងយើងថតតែម្ជូរស្រែម្ជូរធម្មតាអញ្ចឹងណាថ្ងៃនេះមកផ្លែកមាត់ម្ដងជាមួយនឹងម្ជូរព្រៃត្រីឆ្លាំងបាទអញ្ចឹងយើងបិទហ្គាសទៅយើងដាក់តម្រាំងព្រៃទៅគឺចប់ហើយបាទគឺឆ្អិនរៀបរយហើយហ្នឹងគឺដឹងថាទទួលទានបានហើយនិយាយរួមទៅតនេនៅផ្ទះមិនចូលចិត្តធ្វើទេចូលចិត្តតំណេវិជ័យអញ្ចឹងទៅចូលចិត្តស្ដាប់ចម្រៀងមើលរឿងមើលអីកំសាន្តបាទរឿងជប៉ុនរឿងចិនរឿងកូរ៉េហើយនឹងឆ្លៀតរោមុខមហូបផ្លែកដើម្បីធ្វើដើម្បីឲ្យខ្លួនឯងទទួលបានអារម្មណ៍មួយថាល្អណាធម្មតាតែយើងញ៉ាំអីឆ្ងាញ់ក៏អារម្មណ៍យើងល្អដែរតែកាលណាយើងញ៉ាំអត់ឆ្ងាញ់អារម្មណ៍យើងច្បល់ណានេះបងប្អូនឃើញតំណនេះសាក់មកមើលពេលដែលយើងបងម្រះព្រៅនិងមិនទាន់បងឃើញទេសភនភាពនៃសម្លរបស់យើងគឺតំណងខ្លាំងមែនទែនហើយម្ជូរព្រៃនេះយើងអត់មានបុកគ្រឿងញ៉ៃទេយើងធ្វើបែបព្រៃយើងមកដេងគល់ក្រៃល្មៀតយើងហាន់ធម្មតាហើយយើងកូរគ្រឿងយកហ្មងដាក់មួយប្រហុកណារួចរាល់